អនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូបង្ហាញជាមួយនឹងស្រូវបងប្អូនប្រុសតានៅខាងកំពង់ធំតែគាត់ចាប់ផ្ដើមចុះធ្វើវគ្គថ្មីទៀតហើយអញ្ចឹងស្រូវដែលខ្ញុំបាទកំពុងតែថតនេះគឺបងប្អូនគឺពូជស្រូវ OM 5451អាយុ27ថ្ងៃបងប្អូនតាំងពីព្រោះមកអញ្ចឹងស្រូវនេះគឺទើបតែបាច់ជីវគ្គ2បានចំនួន2ថ្ងៃអញ្ចឹងមើលតែវគ្គតន់ឡើងហ្នឹងបងប្អូនអញ្ចឹងស្រូវនេះគឺបងប្រុសជឿជាក់នឹងប្រើប្រាស់ជាមួយនឹងបច្ចេកទេសរបស់សេះមាសមកចូលវគ្គនេះទៀតគឺអាចនិយាយបានថាយើងចូលក្បាល3ឆ្នាំហើយអញ្ចឹងថ្ងៃនេះខ្ញុំចុះមកផ្ដិតចូលរូបភាពឲ្យបងប្អូនបានមើលពីបច្ចេកទេសនៃការប្រើប្រាស់ជីថ្នាំតាមដំណាក់កាលរបស់ស្រូវអញ្ចឹងថ្ងៃនេះគឺម៉ោង4ជាងបងប្អូន7:05ហើយមើលតាមគុណភាពស្លឹកឬដើមគឺយើងគិតថាដំណាក់កាលក្រោមមួយខែនេះគឺវាសមរម្យវាមិនអន់ពេកហើយក៏វាមិនល្អពេកចឹងមូលហេតុដែលខ្ញុំអាសាចុះនេះគឺចង់ធ្វើជាវីដេអូបង្ហាញដល់បងប្អូនជាកសិករបានមើលពីបច្ចេកទេសនៃការប្រើប្រាស់ជីថ្នាំតាមដំណាក់កាលនីមួយៗរបស់ផលិតផលក្រុមហ៊ុនសេះមាសបងប្អូនអញ្ចឹងជាមួយខ្ញុំចុះឲ្យបងប្អូនបានមើលជាមួយនឹងឫសស្រូវតើវាឫសប៉ុណ្ណាដែរអាយុស្រូវ27ថ្ងៃបងប្អូនចឹងបងប្អូនមើលទៅគឺឫសសច្រើនហើយវែងហើយវាពិសេសហ្នឹងគឺវាចាប់ផ្ដើមចេញថ្មីច្រើនអញ្ចឹងនៅពេលដែលឫសថ្មីឫសសល្អអញ្ចឹងពេលដែលយើងបាចជីទៅគឺវាស៊ីអញ្ចឹងបងប្អូនអ្នកស្រែដែលធ្វើស្រូវអាសាអង្កេតសារពិនិត្យមើលទៅតាំងពីចុងស្លឹករហូតដល់ឫសហ្នឹងដើម្បីយើងចង់ដឹងព្រោះកាលណាបើយើងបាចជីឬស្រូវរបស់យើងអត់សល្អទេអញ្ចឹងភាគរយដែលវាទទួលបានហ្នឹងគឺវាស៊ីអត់បានច្រើនអញ្ចឹងអាសាតាមដានពិនិត្យវាទៅដើម្បីពេលដែលយើងឃើញថាឫសស្រូវយើងល្អយើងបាចអញ្ចឹងទៅវាស៊ីបានច្រើនអញ្ចឹងថ្ងៃនេះខ្ញុំមកក្នុងដំណាក់កាលស្រូវអាយុ27ថ្ងៃហើយនឹងមានវីដេអូបន្តទៀតក្នុងការតាមដានជាមួយនឹងស្រូវរបស់ពូរបស់ប្អូននេះចឹងនោះពូកំពុងដើរគាត់ដើរមើលទឹកនៅម្ខាងស្ទឹងនៅខាងលិចស្ទឹងនោះគឺខ្ញុំបានចុះទៅជាមួយវគ្គស្រូវវគ្គក្រោយtrong video ថ្ងៃនេះគឺចង់ចែកម្លែកសម្រាប់ស្រែដែលគាត់បងប្រុសជឿជាក់ប្រាស់ជាមួយផលិតផលសេះមាសចូលដល់រដូវថ្មីវគ្គថ្មីនេះបងប្អូនខ្ញុំមានផលិតផលសម្រាប់គ្រប់ដំណាក់កាលសម្រាប់ការលូតលាស់របស់ស្រូវបងប្អូន
តាមដងសំរុំគុណភាពស្លឹកដើមល្អចឹងវីដេអូថ្ងៃនេះគឺមានប៉ុណ្ណឹងហើយបើសិនបើពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់បានផលិតផលយកទៅប្រើប្រាស់លើស្រែឬចម្ការបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហើយវីដេអូថ្ងៃនេះគឺមកចុះស្រែនៅខាងកំពង់ធំស្រូវរបស់បងប្រុសតែគាត់ចាប់ផ្ដើមចុះធ្វើវគ្គថ្មីទៀតចឹងអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលក្នុងការតាមដានសកម្មភាពខ្ញុំចុះស្រែនេះហើយបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងមកលេខទូរស័ព្ទ016 73 75 និង47ហើយខ្សែទី2 096 999 10/28ខ្ញុំបាននឹងចែកម្លែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសនៃការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសេះមាសដល់បងប្អូនទាំងអស់គ្នាបាទចឹងគណៈពេលនេះខ្ញុំបាទអរគុណជម្រាបលា